បុរសខ្មែរជិះកង់ជុំវិញពិភពលោកដើម្បីសង្គ្រោះជីវិតកុមារកម្ពុជាតើអ្នកគិតទេថាអ្វីដែលអាចជំរុញឲ្យមនុស្សម្នាក់ជិះកង់ឆ្លងកាត់ព្យុះព្រិលភ្នំខ្ពស់វាលខ្សាច់ទាំងផ្លូវដ៏គ្រោះថ្នាក់រាប់ម៉ឺនគីឡូម៉ែត្រសម្រាប់បុរសម្នាក់ចម្លើយគឺសាមញ្ញណាស់សេចក្តីស្រឡាញ់មិនមែនដើម្បីល្បីល្បាញមិនមែនដើម្បីបំបែកកំណត់ត្រាពិភពលោកប៉ុន្តែដើម្បីជួយសង្គ្រោះកុមារកម្ពុជាដែលកំពុងត្រូវការជំនួយនេះគឺជារឿងពិតដ៏អស្ចារ្យរបស់ទីវតារារិទ្ធមុនពេលក្លាយជាអ្នកជិះកង់ជុំវិញពិភពលោកទីវតារារិទ្ធបានធ្វើការជាអ្នកថតរូបផ្សងព្រេងអស់រយៈពេលជាង6 ឆ្នាំក្នុងអំឡុងពេលធ្វើដំណើរទៅតំបន់ដាច់ស្រយាលជាច្រើននៅកម្ពុជាគាត់មិនត្រឹមតែឃើញទេសភាពស្រស់ស្អាតប៉ុណ្ណោះទេគាត់ក៏បានឃើញជីវិតពិតដ៏លំបាករបស់កុមារជាច្រើនកុមារខ្លះគ្មានសាលារៀនខ្លះទៀតខ្វះទឹកស្អាតហើយកុមារជាច្រើនកំពុងប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរដោយគ្មានលទ្ធភាពទទួលបានការព្យាបាលរូបភាពទាំងនោះហើយមិនដែលចាក់ចេញពីចិត្តគំនិតរបស់គាត់ឡើយថ្ងៃមួយគាត់បានសួរខ្លួនឯងថាតើមនុស្សធម្មតាម្នាក់អាចធ្វើអ្វីបានខ្លះដើម្បីជួយពួកគេពេលនោះហើយដែលគាត់ដឹងថាចំណង់ចំណូលចិត្តជិះកង់របស់គាត់អាចក្លាយជាឧបករណ៍សម្រាប់ផ្លាស់ប្ដូរជីវិតកុមារដទៃទៀតបានក្នុងឆ្នាំ2023គាត់បានសាកល្បងគំនិតនេះដោយការជិះកង់ចម្ងាយជាង6000គីឡូម៉ែត្រជុំវិញអាស៊ីអាគ្នេយ៍លទ្ធផលគឺគួរឲ្យភ្ញាក់ផ្អើលគាត់ប្រមូលបានថវិកាជាង$50000សម្រាប់ជួយកុមារដែលកំពុងមានជំងឺនៅឯមន្ទីរពេទ្យប៉ុន្តែគាត់ដឹងថាតម្រូវការរបស់មន្ទីរពេទ្យកុមារអង្គរនិងមន្ទីរពេទ្យគុណធបុប្ផានៅតែមានច្រើនជាងនេះទៅទៀតដូច្នេះហើយគាត់បានធ្វើការសម្រេចចិត្តដ៏ធំបំផុតមួយក្នុងជីវិតគាត់បានសម្រេចជិះកង់ជុំវិញពិភពលោកនៅថ្ងៃទី6 ខែមិថុនាឆ្នាំ2024លោកតារារិទ្ធបានឈរនៅមុខមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបគាត់មានត្រឹមតែកង់មួយគ្រឿងសម្ភារៈបោះជំរំកាមេរ៉ានិងឆន្ទៈដ៏រឹងមាំបេសកកម្មរបស់គាត់ស្ដាប់ទៅសាមញ្ញប៉ុន្តែវាពិបាកក្នុងការអនុវត្តបំផុតគាត់ត្រូវជិះកង់ឆ្លងកាត់ប្រទេសជាច្រើនទ្វីបជាច្រើននិងប្រមូលថវិកាឲ្យបាន$250,000សម្រាប់កុមារកម្ពុជាក្រោយពេលធ្វើការលាគ្នាជាមួយគ្រូពេទ្យនិងកុមារជាច្រើននៅមន្ទីរពេទ្យរួចគាត់បានចាប់ផ្ដើមធ្វើដំណើរជិះកង់លោកមិនមានរថយន្តជំនួយមិនមានក្រុមការងារនៅពីក្រោយគឺមានតែគាត់ម្នាក់និងកង់មួយគ្រឿងតែប៉ុណ្ណោះមិនយូរប៉ុន្មានការធ្វើដំណើរបានសាកល្បងកម្លាំងនិងចិត្តរបស់គាត់នៅឯប្រទេសឡាវគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងរថយន្តដោយសារតែអស់កម្លាំងខ្លាំងពេកមាត់របស់គាត់ត្រូវបានរងរបួសរីឯកង់របស់គាត់ត្រូវបានខូចខាតយ៉ាងដំណំមនុស្សជាច្រើនប្រហែលជាបោះបង់ប៉ុន្តែគាត់មិនបានធ្វើដូច្នោះទេគាត់បានជួសជុលកង់សម្រាប់នៅឯវត្តព្រះពុទ្ធសាសនាមួយរួចហើយក៏បន្តដំណើរទៅមុខទៀតក្រោយមកគាត់បានទៅដល់តំបន់អាស៊ីកណ្ដាលនៅលើផ្លូវប៉ាមៀ Highway ដ៏ល្បីល្បាញគាត់ត្រូវរុញកង់ឡើងភ្នំខ្ពស់ក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងនៅឯប្រទេសគីហ្ស៊ីស៊ីស្ថានសីតុណ្ហភាពធ្លាក់ដល់ដក30អង្សាសេគាត់គេងនៅក្នុងតង់តូចមួយដែលព័ទ្ធជុំវិញទៅដោយព្រិលនិងទឹកកកពេលខ្លះគាត់ត្រូវជិះកាត់វាលស្មៅនិងវាលខ្សាច់ដ៏ស្ងាត់ជ្រងំរហូតមានអារម្មណ៍ថាខ្លួនឯងកំពុងរស់នៅលើពិភពផ្សេងប៉ុន្តែរាល់ពេលដែលគាត់មានអារម្មណ៍ភ័យខ្លាចគាត់នឹកឃើញដល់កុមារដែលកំពុងរងចាំជំនួយនៅឯមន្ទីរពេទ្យសៀមរាបអង្គរគាត់ធ្លាប់និយាយថានៅពេលដែលអ្នកស្រឡាញ់អ្វីមួយខ្លាំងគ្រប់គ្រាន់ការភ័យខ្លាចនឹងបាត់បង់ទៅវិញដល់ដើមឆ្នាំ2025លោកទីវតារារិទ្ធបានជិះកង់លើស20000គីឡូម៉ែត្រនិងចូលដល់ទ្វីបអឺរ៉ុបមនុស្សជាច្រើនគិតថាវាគ្រប់គ្រាន់ហើយប៉ុន្តែសម្រាប់គាត់នេះវានៅមិនទាន់ដល់ចំណុចបញ្ចប់នៅឡើយទេគាត់បានសម្រេចចិត្តដាក់ទ្វីបអាហ្វ្រិកចូលទៅក្នុងផែនការរបស់គាត់ជាមួយកម្ដៅដ៏ក្តៅគគុកនៅអាហ្វ្រិកខាងជើងរហូតដល់ផ្លូវភ្នំដ៏លំបាកនៅអាហ្វ្រិកខាងលិចគាត់បន្តជិះដោយមិនឈប់សម្រាកគាត់បានឆ្លងកាត់ប្រទេសជាច្រើនដូចជាប្រទេសម៉ូរ៉ូកូជីនី សេរីលេអននិងអាំងហ្គូឡារាល់គីឡូម៉ែត្រដែលគាត់បានជិះគាត់ត្រូវបានកត់ត្រាជាវីដេអូនិងរូបថតមនុស្សរាប់ពាន់អ្នកជុំវិញពិភពលោកចាប់ផ្ដើមគាំទ្រនិងបរិច្ចាគថវិកាក្រោយការតស៊ូអស់រយៈពេល2ឆ្នាំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយបានកើតឡើងលោកទីវតារារិទ្ធបានជិះកង់ចម្ងាយជាង56000គីឡូម៉ែត្រជុំវិញពិភពលោកដោយជោគជ័យហើយសំខាន់ជាងនេះទៅទៀតគាត់បានប្រមូលថវិកាជាង$170,000សម្រាប់ជួយសង្គ្រោះកុមារកម្ពុជាថវិកាទាំងនោះបានជួយទិញឧបករណ៍វេជ្ជសាស្ត្រគ្រែអ្នកជំងឺនិងការព្យាបាលដែលអាចសង្គ្រោះជីវិតកុមារជាច្រើនគាត់មិនបានចាប់ផ្ដើមដំណើរមួយនេះដើម្បីក្លាយខ្លួនជាវីរបុរសនោះទេគាត់គ្រាន់តែចង់ការពារស្នាមញញឹមរបស់កុមារកម្ពុជាជាច្រើនហើយគាត់បានបង្ហាញឲ្យពិភពលោកឃើញថាមនុស្សម្នាក់អាចជិះកង់ជុំវិញពិភពលោកបានប៉ុន្តែមនុស្សម្នាក់ដែលមានគោលបំណងច្បាស់លាស់អាចផ្លាស់ប្ដូរពិភពលោកបានសារបញ្ចប់ក្តីស្រឡាញ់ពិតមិនមែនគ្រាន់តែជាអារម្មណ៍នោះទេវាជាកម្លាំងដែលអាចជំរុញឲ្យមនុស្សធ្វើអ្វីដែលមើលទៅមិនអាចទៅរួចហើយលោកទីវតារារិទ្ធគឺជាឧទាហរណ៍និងបានបង្ហាញឲ្យយើងឃើញរួចទៅហើយ